ជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំនឹងមានវីដេអូមកកាត់យល់សពជាបន្តទៀតហើយសូមបងប្អូនចូលរួមទស្សនានិងស្ដាប់ទាំងអស់គ្នាបងប្អូនចា៎តើតើនឹងការយល់សពនេះគឺវាមានច្រើនប្រភេទចា៎អញ្ចឹងចាស់ច្រើននិយាយថាបើនៅសសយល់សពឃើញមនុស្សដែលខានឃើញគ្នាយូរបានន័យថាមនុស្សនោះកំពុងគិតអំពីអ្នកហើយបងប្អូនអានេះអាចជាការភ្ញាក់ផ្អើលដ៏អស្ចារ្យសម្រាប់អ្នកនៅលាវដែលធ្លាប់យល់សពឃើញប្រុសស្អាតឬក៏ស្រីស្អាតក្នុងបេះដូងខ្លួនណាតែតើតើនឹងយល់សពហ្នឹងចាំមើលនៅខ្ញុំនឹងបកស្រាយនៅខាងក្រោមជាបន្តទៀតណាបងប្អូនចា៎ប្រសិនមិនអ្នកសុបិនពីនរណាម្នាក់ដែលអ្នកមិនបានឃើញជាយូរមកហើយពួកគេនៅក្នុងជីវិតពិតទំនងជាបានគិតអំពីអ្នកនឹកអ្នកនិយាយអំពីអ្នកឬក៏អាចនឹងលេចមុខនៅក្នុងជីវិតរបស់អ្នកឆាប់នេះម្យ៉ាងវិញទៀតនៅពេលដែលអ្នកសុបិនអំពីមិត្តភ័ក្តិឬក៏អ្នករួមការងារឬក៏សង្សារអតីតរឿងអ្វីមួយឬក៏ថ្មីតាក់ទងនឹងពួកគេវាជាការកើតមានឆាប់មានខានគេអាចនឹងកំពុងតែគិតអំពីអ្នកសន្និវាសនឹងនាំឲ្យគេតាក់ទងឬក៏តាក់ទាមរឿងអ្វីមួយនឹងអ្នកឡើងវិញនៅពេលអ្នកឃើញពួកគេក្នុងសុបិនសូមយកចិត្តទុកដាក់ចំពោះសកម្មភាពភាសាកាយវិការរបស់ពួកគេអ្នកនឹងកាត់យល់បានយ៉ាងឆាប់រហ័សថាពួកគេមានគំនិតវិជ្ជមានឬអវិជ្ជមានមកលើអ្នកប្រសិនម្នាក់មានចង់បានមនុស្សនេះមកតាក់ទិនក្នុងជីវិតទេកុំនិយាយអំពីក្តីសុបិននេះទៅកាន់ពួកគេផ្ទុយទៅវិញប្រសិនបើការប្រាប់ពួកគេអំពីក្តីសុបិននោះអាចជួយបង្កើតនិស្ស័យចក្រវាលតភ្ជាប់គ្នាដែលអ្នកកំពុងតែស្វែងរកគណៈពេលដែលអ្នកវិទ្យាសាស្ត្រមានដឹងថាហេតុអ្វីបានជាយើងមានសុបិនកើតមុនអ្វីមួយបំរុងនឹងកើតក្នុងជីវិតយើងវិទ្យាភពនិងតារាសាស្ត្រដឹងអត្ថន័យរបស់សុបិនបើយើងមិននៅយល់សពឃើញគេម្នាក់នោះតាក់ទងនឹងសុបិនអ្នកវិទ្យាសាស្ត្រគាត់បានបកស្រាយបែបនេះចា៎ចឹងតាក់ទងនឹងសុបិនទី1ហ្នឹងអ្នកចង់ឲ្យមនុស្សនោះមកចូលចិត្តឬក៏ស្រឡាញ់ខ្លួននៅពេលអ្នកសុបិនអំពីនរណាម្នាក់ជាសញ្ញាមួយថាជីវិតពិតយើងចង់បានការយល់ព្រមចិត្តកាយឬក៏ការយកចិត្តទុកដាក់អំពីពួកគេនេះទំនងជាបណ្ដាលមកពីការពិតដែលថាពួកគេបានប្រងើយកន្តើយនឹងអ្នកឬមិនចូលរួមជាមួយគំនិតពិសេសនៅក្នុងបេះដូងរបស់អ្នកចា៎ទី2អាចថាម្នាក់នោះនឹងទទួលបានអត្ថប្រយោជន៍ពីអ្នកការមានក្តីសុបិនអំពីនរណាម្នាក់អាចជាសញ្ញាមួយទៀតដែលប្រថ្នូលថាពួកគេនឹងមកទាញយកប្រយោជន៍ពីអ្នកឬក៏បណ្ដាលឲ្យអ្នកឈឺចាប់ខាងផ្លូវចិត្តក្តីសុបិននេះអាចជាការព្រមានដែលអ្នកថែរក្សាប្រាប់យើងឲ្យសង្ស័យចំពោះមនុស្សនេះយើងនឹងបំណងរបស់ពួកគេខ្លាចថាទំនាក់ទំនងជាមួយនឹងមនុស្សនេះធ្វើឲ្យអ្នកងាយរងគ្រោះទាំងខាងផ្លូវចិត្តនិងហិរញ្ញវត្ថុចា៎នេះជាតេតងសុបិនទី2តេតងនៅសុបិនទី3ឃើញមនុស្សដដែលជិបគ្នាច្រើនថ្ងៃហើយគេមានបំណងជួបយើងរូបរាងរបស់មនុស្សជាលក្ខណៈម្នាក់កើតឡើងជាប់រដឹកនៅក្នុងក្តីសុបិនរបស់អ្នកមានន័យថាមានគេប្រាប់មុនអំពីអ្វីដែលជីវិតអាចមានជាមួយនឹងពួកគេឆាប់នេះអាចជាការសហការរកស៊ីឬក៏ជួបដោយចៃដន្យឬក៏ស្រឡាញ់គ្នាបានចា៎តេតងសុបិនទី3តេតងសុបិនទី4សុបិនអំពីនរណាម្នាក់កំពុងមានអារម្មណ៍ឯកោសោកសៅអាចប្រាប់ថាគេនោះនៅក្នុងជីវិតពិតកំពុងនឹកមកដល់អ្នក
យ៉ាងខ្លាំងហើយចង់ជួបអ្នកចានឹងស្បិនទី4នេះឯស្បិនទី5បើឃើញគេនោះមកញ៉ែប្រប្រែវាមិនពិបាកកាត់ន័យទេស្បិននេះត្រង់ណាស់គឺគេកំពុងស្រឡាញ់អ្នកពិតមែនចង់ឲ្យតែអ្នកដទៃដឹងថាអ្នកជាកម្មសិទ្ធិរបស់គេជាឯកសិទ្ធិដែលគេមិនចង់រំលែកជាមួយអ្នកណាទាំងអស់ដំណឹងល្អគឺថាពួកគេតំណងជាគិតអំពីអ្នកផងដែររាល់ពេលអ្នកយល់សពឃើញគេម្ដងពិសេសពេលដែលឃើញគេមកនិយាយល្អស្និទ្ធស្នាលនឹងអ្នកអានឹងតាក់ទងនឹងសុបិនទី5ចាអញ្ចឹងតាក់ទងនឹងសុបិន5ចំណុចនេះខ្ញុំបានបកស្រាយជូនបងប្អូនអស់ហើយជាពិសេសសុបិនទី5ហ្នឹងបើសិនជាបងប្អូនសុបិនឃើញនរណាម្នាក់ដែលគេមកញ៉ែមកអីក្នុងក្តីសុបិនអាហ្នឹងតាក់ទងនឹងសុបិននេះគឺវាពិតប្រាកដណាបងប្អូនចាអញ្ចឹងបងប្អូនអាចចំណាំបានតាក់ទងនឹងសុបិនមួយនេះហើយអ្នកខ្ញុំក៏សូមអធិស្ឋានសម្រាប់បងប្អូនតាក់ទងសម្លេងរំខានណាព្រោះទីកន្លែងដែលខ្ញុំនៅហ្នឹងគឺវាមានភាពអ៊ូអរមានសត្វមានអីដែលមានសម្លេងអីរំខានទៅធ្វើឲ្យបងប្អូនស្ដាប់មិនសូវបានសូវយល់ឬក៏យ៉ាងម៉េចអីក៏សូមអធិស្ឋានបងប្អូនចាអញ្ចឹងនេះខ្ញុំក៏សូមអរគុណច្រើនបងប្អូនសូមគោរពលា